bọ mốc vì sắc mà khang mong ổn khang sẽ đám việc sợi sắcประมาณ thế tại khang chuối cứ vì sắc khang trên khang sẽ đám chẳng bong ổn có tài để ngò hay miệt bong ổn là quạt su nhom tha sẽ bọ mà tôi quạt hay đây ban chi vì sắc mà khang vì mau pi sao bom khôi bom đi rư môi co việc sao bom khang đi tại phía trán bong ổn chạm pan mới mà tổ con mốc vì sắc sẽ bọ cứ phía trán vì sắc tại khang chuối đấy hay một là hai đây ban chi vì sắc khang chuối khangช่วยដោយសារតែប្រចាំថ្ងៃរបស់យើងពេលដែលយើងជិះម៉ូតូគឺយើងប្រកាន់ស្ដាំបងប្អូនដល់ពេលយើងប្រកាន់ស្ដាំផ្លូវកស៊ូផ្លូវគ្រូក្រហមអីក៏ដោយគេធ្វើមកគឺគេធ្វើមកអត់មានស្មើស្រាប់ទេបងប្អូនគឺវាខ្នងដៅបងប្អូនគេហៅថាខ្នងដៅអញ្ចឹងកដាលវារៀងខ្ពស់ហើយខាងវារៀងទាបដល់ពេលយើងប្រកាន់ស្ដាំកង់ខាងស្ដាំនេះគឺវានៅផ្នែកខាងខាងស្ដាំនៃទ្រូងផ្លូវបងប្អូនដល់ពេលអញ្ចឹងគឺវាមិនងាយសឹកទេខាងនេះវាទាបខាងឆ្វេងនេះវាសឹកដោយសារតែខាងឆ្វេងនេះវាសម្ពាធសង្កត់ជាមួយនឹងផ្លូវកស៊ូផ្លូវគ្រូក្រហមហ្នឹងគឺវាសង្កត់ខ្លាំងដល់ពេលវាសង្កត់ខ្លាំងអញ្ចឹងវាសឹកមកខាងបងប្អូនសឹកខាងឆ្វេងហើយមួយទៀតពេលដែលយើងបត់ម៉ូតូយើងជិះតាមផ្លូវគឺភាគច្រើនកម្រណាយើងបត់មកខាងស្ដាំភាគច្រើនឲ្យតែយើងបត់ត្រូវបត់គឺមកខាងឆ្វេងបងប្អូនហ្នឹងហើយឡើងខ្វក់មកខាងឆ្វេងទាំងគេទាំងខ្ញុំអញ្ចឹងខាងស្ដាំគឺមិនងាយបត់ទេទោះតែយើងមានដូចជាធុរៈបត់ចូលផ្ទះបត់អីអញ្ចឹងគឺយើងអាចបត់ទៅខាងស្ដាំម្ដងមកការទេបងប្អូនចាំប៉ិនមើលហ្នឹងហើយពេលដែលយើងជិះម៉ូតូឲ្យតែឡើងម៉ូតូខ្វក់មកគឺបត់ទៅខាងឆ្វេងអាហ្នឹងភាគច្រើនមែនតើហើយបងប្អូនមិនបាច់ឆ្ងល់ទេថាហេតុអីបានជាម៉ូតូវាសឹកសបកខាងឆ្វេងជាងខាងស្ដាំអាហ្នឹងជាបញ្ហាវាមិនមែនមកពីខ្សោយបូមមកខាងទេបងប្អូនទូទៅគឺភាគច្រើនបំផុតដឹងតែសឹកសបកខាងឆ្វេងជាងខាងស្ដាំហើយបងប្អូនតែងតែឆ្ងល់ហើយតែងតែសួរជាងហ្នឹងហើយខ្ញុំជឿជាក់ថាបងប្អូនសួរជាងច្រើនដងហើយរឿងបញ្ហាហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំមកស្រាយចម្ងល់ប្រាប់បងប្អូនថាបាច់ឆ្ងល់ទេថាហេតុអីបានជាវាសឹកមកខាងនេះបងប្អូនដូចខ្ញុំបង្ហាញប្រាប់មកអញ្ចឹងនេះគឺខាងឆ្វេងនេះគឺវាសឹកកាឡាខ្លាំងបងប្អូនឃើញសឹកឡើងដល់ជ្រុងណាខាងឆ្វេងតែខាងស្ដាំវិញគឺវាកាឡាវានៅខ្ពស់ល្អបងប្អូនទៅពេលអញ្ចឹងបញ្ហាដូចខ្ញុំរៀបរាប់មិញអញ្ចឹងពេលដែលយើងជិះម៉ូតូតាមផ្លូវគឺយើងតែងតែប្រកាន់ស្ដាំហើយអញ្ចឹងផ្លូវប្រឡោះកដាលគឺវាខ្ពស់អញ្ចឹងប្រឡោះកដាលនិងខាងឆ្វេងគឺវាត្រូវគ្នាបងប្អូនហ្នឹងហើយអញ្ចឹងវាធ្វើឲ្យលឿនសឹកខាងនេះខាងស្ដាំគឺវាអត់សូវមានសម្ពាធធ្ងន់ដូចខាងឆ្វេងទេហើយក៏បញ្ហាមិនមែនមកពីបូមមិនមែនមកពីវាសើមប្រេងបើសិនជាបូមអីវានៅស្អាតអញ្ចឹងតែវានៅតែសឹកអាហ្នឹងមិនមែនជាបញ្ហាមកពីបូមមុខវាថ្លឹងអត់ស្មើអីទេបងប្អូនអាហ្នឹងជាបញ្ហាមកពីប្រចាំថ្ងៃរបស់យើងហ្នឹងជិះម៉ូតូខាងស្ដាំប្រកាន់ស្ដាំហើយមួយទៀតយើងអាសាបត់មកខាងឆ្វេងអញ្ចឹងវាធ្វើឲ្យសឹកមកខាងឆ្វេងហើយហ្នឹងហើយបងប្អូនវីដេអូដែលស្រាយចម្ងល់បងប្អូនដែលគាត់តែងតែឆ្ងល់ពីមុនមកក៏មានអីច្រើនទេមានតែប៉ុណ្្នឹងដែរបាទក៏សូមពុកម៉ែបងប្អូនជួយចុច like និង share វីដេអូនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងគាត់បានដឹងទាំងអស់គ្នាថាមិនបាច់ឆ្ងល់ទេម៉ូតូដែលសឹកកាឡាខាងឆ្វេងនេះគឺមិនមែនមកពីខ្សោយបូមមិនមែនមកពីអីទេគឺមកពីយើងជិះម៉ូតូរាល់ថ្ងៃគឺប្រកាន់ស្ដាំអញ្ចឹងផ្លូវទ្រូងដើកហើយខាងឆ្វេងវាទាបខាងស្ដាំវាទាបខាងឆ្វេងវាខ្ពស់អញ្ចឹងពេលដែលយើងបត់មកខាងឆ្វេងដឹងតែលឿនសឹកខាងនេះហើយហ្នឹងហើយបងប្អូនក៏សូមអរគុណច្រើននិងសូមគោរពលាបាទ